របស់កម្ពុជាបើតាមការជួនដំណឹងឲ្យដឹងថានៅការជួនដំណឹងនៅថ្ងៃនេះគឺបានឲ្យដឹងថានៅរសៀលណារសៀលថ្ងៃទី6ខែមករាហ្នឹងគឺបានន័យថាមុននេះបន្តិចណាមុននេះបន្តិចនៅថ្ងៃហ្នឹងតែម្ដងព័ត៌មានក្តៅគឺខាងក្រសួងការបរទេសរបស់កម្ពុជាគឺមានលោកប្រាក់សុខុនតែម្ដងដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជានឹងក៏បានធ្វើបទបង្ហាញមួយផងដែរដើម្បីជម្រាបជូនទៅដល់សមាជិកអង្គទូតបរទេសនិងអង្គការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជាអំពីការវិវត្តថ្មីនៃស្ថានភាពចំនួនព្រំដែនកម្ពុជាថៃដែលបានរៀបចំនៅក្រសួងការបរទេសរបស់កម្ពុជាអញ្ចឹងទៅលើជ្រុងនៃការទូតគឺកម្ពុជាក៏បានធ្វើកិច្ចការរឿងនេះដើម្បីជម្រាបទៅសាទូតបរទេសផងដែរបាទអញ្ចឹងនេះគឺប្រិមត្តបានរៀនសូត្រមួយវគ្គទៀតហើយថានៅពេលដែលរឿងបែបនេះកើតឡើងគឺជាការសំខាន់ណាស់ទាំងខាងវិស័យយោធាទាំងខាងវិស័យការទូតប្រៀបដូចជាស្លាបទាំងសងខាងចឹងបាទដូចថាការទូតស្លាបស្ដាំយោធាស្លាបឆ្វេងឬក៏យោធាស្លាបស្ដាំឬក៏ការទូតស្លាប់ឆ្វេងហ្នឹងស៊ីសងទៅលើការឲ្យតម្លៃទេបាទមិនមានទម្ងន់មួយណាជាងមួយណានៃស៊ីសងទៅលើមេដឹកនាំអញ្ចឹងបើយើងចង់ថាយោធាខ្លាំងជាងការទូតក៏មិនបានដែរនឹងវាស៊ីសងទៅលើការប្រើប្រាស់អញ្ចឹងគាត់ថាខ្ញុំជម្រាបជូនឲ្យប្រិយមិត្តដឹងគឺថានៅពេលដែលមានរឿងកើតឡើងអញ្ចឹងគឺពីរហ្នឹងគឺជាដៃឆ្វេងដៃស្ដាំបាទឬក៏ស្លាប់ឆ្វេងស្លាប់ស្ដាំហ្នឹងដែរมันអាចខ្វះបានមួយទេបើយើងប្រើតែយោធាដែលខ្វះការទូតហ្នឹងក៏ដូចជាយកដៃមួយចំហៀងឬក៏ស្លាប់មួយចំហៀងបក់ហ្នឹងក៏វាទៅមុខមិនល្អដែរអញ្ចឹងចាំមកកន្លែងហ្នឹងឲ្យច្បាស់មែនតើគឺស្លាប់ទាំងពីរហ្នឹងបើថាហោះទន្ទឹមគ្នាកាន់តែទៅលឿនល្អបាទទៅលឿនល្អបាទនេះគឺជាអ្វីដែលជ្រុងខាងការទូតណាបាទមុននឹងព័ត៌មានទី1ខ្ញុំជម្រាបពីជ្រុងខាងយោធាបាទយោធាកម្ពុជាក៏នៅត្រៀមហើយខាងការទូតកម្ពុជាក៏បានជម្រាបទៅដល់អង្គទូតបរទេសនានាអង្គការអន្តរជាតិនានាដែរហើយទន្ទឹមនឹងហ្នឹងគឺខាងបាទគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាទគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលខ្ញុំដាក់រូបនេះគឺលោកកៅរីមីដែលជាប្រធានហ្នឹងគាត់ក៏បានដាក់ពាក្យបណ្ដឹងបាទទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាទទាមទារឲ្យចាត់វិធានការយ៉ាងឆាប់រហ័សនិងមើងម៉ាត់ដែរចំពោះរឿងដែលបាទថៃរំលោភចូលមកក្នុងភូមិឋានរបស់ប្រជាជនកម្ពុជាបណ្ដេញប្រជាជនកម្ពុជាហើយនៅបំផ្លាញផ្ទះសម្បែងហើយយកទ្រព្យសម្បត្តិរបស់កម្ពុជាហ្នឹងគឺទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទៀតបាទហើយគឺធ្វើឡើងដោយបង្ខំដោយយោធារបស់ថៃមកអញ្ចឹងគឺកម្ពុជាបានប្រឹងផ្ដាល់អំពីបញ្ហាហ្នឹងផងដែរហើយខ្ញុំសូមមិនចូលលំអិតទេព្រោះប្រិមិត្តប្រហែលជាបានឃើញហើយវីដេអូដែលខាងថៃគាត់ថតខ្លួនឯងបង្ហោះខ្លួនឯងបាទកម្ពុជាមិនបានថតទេកម្ពុជាគឺយើងទទួលបានតែពីខាងថៃមកវិញគឺគាត់ថតខ្លួនឯងបង្ហោះខ្លួនឯងទាហានថៃនឹងខ្លួនឯងនិយាយភាសាមើលខ្លះមិនបាទមិនសមទំនងទេបាទនិយាយត្រង់គឺបាទឃើញទាំងវើខ្លះដូចកូនក្មេងចឹងបាទដូចកូនក្មេងចឹងខ្ញុំមើលឃើញទៅដូចជាមានហក់ធាក់ហក់អីរបៀបចេញមកអត់មានអាជីពមកអាជីពមកបាទអញ្ចឹងគឺឃើញខ្លួនឯងឥឡូវកម្ពុជាប្តឹងពីបញ្ហាហ្នឹងថាជាការមួយរំលោភច្បាប់ប៉ះពាល់ទៅដល់សិទ្ធិរស់រានសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជាហ្នឹងបាទនេះគឺជាអ្វីដែលយើងឃើញទាំងអស់គ្នាចោះតើភាគីថៃវិញឆ្លើយតបយ៉ាងម៉េចបាទភាគីថៃក៏ឆ្លើយតបដែរបាទអញ្ចឹងតើប្រិមិត្តស្ដាប់មើលតើប្រតិកម្មរបស់គាត់ឆ្លើយតបយ៉ាងម៉េចចំពោះហេតុការណ៍ហ្នឹងអញ្ចឹងខ្ញុំសូមដកស្រង់ពីប្រតិកម្មរបស់ខាងថៃហ្នឹងមកជម្រាបផងដែរបាទគឺខាងអ្នកនាំពាក្យយោធារបស់ថៃបាទគឺលោកវិនថៃស៊ូបារីបាទគាត់បាននិយាយថាគឺតាមរយៈសេចក្តីថ្លែងការណ៍របស់គាត់ចុះថ្ងៃទី6ខែមករាហ្នឹងបាទ6មករាឆ្នាំ2026ហ្នឹងគាត់អះអាងថាអ្វីដែលកម្ពុជាដាក់ប្តឹងគឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ប្តឹងហ្នឹងគឺជារឿងមួយធ្វើឲ្យមានការយល់ច្រឡំជាសាធារណៈបាទហើយបានបញ្ជាក់ថាប្រតិបត្តិការយោធាដែលថៃធ្វើហ្នឹងគឺស្ថិតនៅក្នុងគេថាកម្រិតមួយសន្តិសុខរបស់ថៃយ៉ាងតឹងរ៉ឹងហើយគោរពទៅតាមច្បាប់អន្តរជាតិដែលអនុវត្តតែទៅលើសំណង់ដែល
ចូលមកក្នុងសង់ចូលមកក្នុងទឹកដីថៃដោយខុសច្បាប់តែប៉ុណ្ណោះហើយលោកបានលោកប៊ុនថៃហ្នឹងបានបញ្ជាក់ថាបន្ថែមថាការដែលវាចោលអគារនានាហ្នឹងគឺគាត់ចាត់ទុកថាជាអគារខុសច្បាប់ទេបាទអគារខុសច្បាប់ដែលទាហានថៃធ្វើនេះគឺដើម្បីបង្ការមិនឲ្យប្រើប្រាស់កន្លែងហ្នឹងសម្រាប់គោលដៅយោធាបន្តទៀតដែលជាការគម្រាមកំហែងទៅដល់សន្តិសុខរបស់ជាតិរបស់ថៃបាទនេះគឺគាត់ការពារអញ្ចឹងគាត់ថានោះគឺជារឿងមួយដែលអនុវត្តតាមច្បាប់ទេបាទបំផ្លាញសំណង់នឹងគឺមិនអោយប្រើប្រាស់នៅពេលអនាគតទៀតបានហើយតកតងជាមួយនឹងការលួចសម្ភារៈលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋរបស់កម្ពុជាហ្នឹងគឺខាងភាគីថៃហ្នឹងគាត់បាននិយាយថាគឺមិនមែនលួចទេបាទគ្រាន់តែជាការប្រមូលមករក្សាទុកឲ្យមានសុវត្ថិភាពបាទដើម្បីមិនមែនជាការយកមកប្រើសម្រាប់ផ្ទាល់ខ្លួនរបស់ទាហានទាំងអស់នោះទេហើយបាននិយាយថាគឺអ្វីដែលថៃធ្វើនោះគឺស្របទៅតាមច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់តែម្ដងបាទនេះបើយើងតាមសារព័ត៌មានថៃមួយចំនួនបានរាយការណ៍ក៏បានឲ្យដឹងដែរថាខាងថៃហ្នឹងក៏ថែមទាំងនិយាយថាបើមានម្ចាស់បើមានប្លង់មានបានកម្មសិទ្ធិអីតាមទៅទៀមទាវិញគាត់នឹងបកគលឲ្យវិញបាទគាត់ថែមទាំងនិយាយអញ្ចឹងបាទនេះគឺជាការបកស្រាយពីខាងភាគីថៃណាតែប្រិមិត្តទទួលជឿបានប៉ុណ្ណាអានឹងពិចារណាខ្លួនឯងបាទសម្រាប់ខ្ញុំដូចខ្ញុំបាននិយាយពីខាងដើមហើយគឺខ្ញុំមើលមកគឺលក្ខណៈនៃការធ្វើហ្នឹងវាមិនស័ក្តិសមជាទាហានអាជីពទេបាទចឹងខ្ញុំនឹងធ្វើคลิปមួយផងដែរនៅពេលទៅនេះបាទបញ្ជូនទៅដល់ AOT ថៃAOT ថៃចឹងប្រិមិត្តណាដែលចេះអង់គ្លេសឬក៏ចូល Google អង់គ្លេស AI អង់គ្លេសហ្នឹងយកអាคลิปហ្នឹងដាក់ជាអង់គ្លេសទៅបញ្ជូនទៅឲ្យខាង AOT ថៃដែលប្រធាន AOT ថៃលើកមុននោះគាត់ចេញមកដំបូងគាត់សរសើរថាទាហានថៃទាហាន professional យើងសួរថា is this what a professional soldier would behave during after the war after the fighting អីចឹងទៅបាទនេះគាត់ជាកំណត់មួយប៉ុន្តែបើមិនយើងមិនចង់អុចអាលឲ្យមានការកំហឹងអីបន្ថែមទៀតក៏មិនបាច់ធ្វើក៏បានដែរគាត់ថាខ្ញុំថាជាកំណត់មួយគាត់ថាជាលើកឡើងមកអញ្ចឹងបាទពីព្រោះដើម្បីឲ្យដឹងបាទយើងមិនបាច់ឌឺគាត់ក៏បានដែរឬក៏យើងនិយាយថាទង្វើបែបនេះមិនមែនជាទាហានអាជីពអីទេបាទអញ្ចឹងដូច្នេះខាងអន្តរជាតិហ្នឹងក៏គេមើលឃើញដែរបាទ AOT ហ្នឹងក៏មើលឃើញដែរប៉ុន្តែគ្រាន់តែបើយើងធ្វើគាត់នឹងបញ្ជាក់ក្នុងន័យថាយើងឃើញទង្វើបែបនេះជាទង្វើមួយវាមិនស័ក្តិសមបាទវាអាក្រក់មើលណាស់បាទអញ្ចឹងអន្តរជាតិគេមើលឃើញហើយបាទគេនឹងមើលឃើញនៅអ្វីហ្នឹងគឺថៃគាត់បំផ្លាញខ្លួនឯងគាត់ដោយខ្លួនឯងគាត់ទេបាទខ្ញុំឲ្យយោបល់និយាយជាកំណត់របស់ខ្ញុំមិនមែនជាការមួយជំរុញឲ្យធ្វើអីតែបន្ថែមទេគាត់ថាជាកំណត់បើធ្វើអាចធ្វើបែបនោះបានគឺឲ្យដឹងថាអ្វីដែលទាហានថៃធ្វើហ្នឹងគឺមិនមែនជាលក្ខណៈទាហានអាជីពដោយដែលបាទ AOT ធ្លាប់សរសើរក្នុងពេលកន្លងមកនោះទេបាទ AOT ថៃណាធ្លាប់សរសើរថាទាហានថៃអាជីពហ្នឹងបាទមិនមែនទេជាឃើញទង្វើបែបអស់នេះហើយបាទព័ត៌មានពិស្ដារទី1គឺពាក់ព័ន្ធជាមួយនឹងការនាំខ្លួនលោក Nicolas Maduro ដែលជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាដែលត្រូវសហរដ្ឋអាមេរិកចាប់ដកចេញមកកាត់ទោសនៅសហរដ្ឋអាមេរិកនេះបាទនៅថ្ងៃច័ន្ទនេះគឺលោកបានឡើងតុលាការនៅទីក្រុងញូវយ៉កដើម្បីប្រឈមមុខនឹងបទចោទប្រកាន់នានាជាមួយនឹងលោកស្រីភរិយារបស់លោកផងដែរគឺពាក់ព័ន្ធជាមួយនឹងការរៀបចំអង្គការជួញដូរគ្រឿងញៀននាំចូលសហរដ្ឋអាមេរិកហើយនឹងមានកងកម្លាំងប្រដាប់អាវុធដែលធ្វើបាបនឹងបញ្ជូនមកសហរដ្ឋអាមេរិកផងដែរក៏ប៉ុន្តែនៅក្នុងសវនកម្មនោះគឺលោក Nicolas Maduro បាទលោកបាននិយាយប្រាប់ខាងតុលាការចៅក្រមនៅទីក្រុងញូវយ៉កថាលោកគ្មានទោសកំហុសអ្វីនោះទេបាទគឺលោកនៅតែទទូចថាលោកគឺជាប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាលោកមិនមែនជាជនសាមញ្ញដែលមកប្រឈមនឹងការកាត់ទោសនោះទេលោកគឺជាបាទអ្នកទោសសង្គ្រាមលោក Maduro ថ្លែងបែបនេះបើតាមសារព័ត៌មានគឺបានន័យថាលោកបញ្ជូនសារមួយយ៉ាងស្រួចស្រាលតែម្ដង
បាទដោយចោទថាកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកដែលចូលទៅវាឆ្មក់នៅក្នុងវីឡារបស់លោកនៅក្នុងប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍នោះគឺមិនមែនជាប្រតិបត្តិការរបស់កងសមត្ថកិច្ចសម្រាប់អនុវត្តច្បាប់នោះទេការពិតគឺពួកនោះលោកបាននិយាយថាគឺជាសកម្មភាពយោធាសុទ្ធសាធដូច្នេះលោកជាអ្នករងគ្រោះដែលចាញ់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump បាទហើយរដ្ឋបាលរបស់លោក Donald Trump សហរដ្ឋអាមេរិកវិញថាអ្នកដែលចូលរួមធ្វើប្រតិបត្តិការនោះគឺជាមន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាពិសេសគឺខាង DEA គឺខាងភ្នាក់ងារខាងប្រឆាំងថ្នាំញៀនរបស់សហរដ្ឋអាមេរិកដែលធ្វើការស៊ើបអង្កេតរឿងនេះជាយូរមកហើយបាទលោក Maduro ត្រូវបានចាប់ប្រកាន់ពីបទអំពើភេរវកម្មថ្នាំញៀនហើយនឹងការខុបខិតគ្នាដើម្បីនាំចូលគ្រឿងញៀនហើយនៅថ្ងៃច័ន្ទនេះគឺលោកត្រូវបានគេរៀបចំឲ្យឆ្លើយនៅចំពោះមុខតុលាការដើម្បីទទួលយកបទចោទប្រកាន់នោះហើយនៅក្នុងពេលនោះគឺបើយោងតាមសេចក្តីរាយការណ៍នានាគឺចៅក្រមបានបញ្យល់ប្រាប់លោកអំពីសិទ្ធិរបស់លោក Maduro ជាជនជាប់ចោទនោះថាមានសិទ្ធិធ្វើយ៉ាងម៉េចមានសិទ្ធិរកមេធាវីមានសិទ្ធិនៅស្ងៀមមានសិទ្ធិអាចសុំនៅក្រៅឃុំឯជាដើមច្រើនណាស់ครับហើយលោក Maduro ក៏ថាខ្ញុំទើបតែដឹងអំពីសិទ្ធិនេះនៅថ្ងៃនេះទេលោកមិនបានដឹងពីពេលមុនមកទេដោយលោកអះអាងថាលោកជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាហើយលោកត្រូវបានគេចាប់ជំរិតយកមកតែប៉ុណ្ណោះបាទនេះគឺជាការចេញមុខលើកទី1នៅមុខតុលាការចាប់តាំងតែពីលោកត្រូវបានកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានចាប់យកមកហើយលោកមិនបានសុំឲ្យនៅក្រៅឃុំនោះទេគឺលោកគ្រាន់តែប្រកែកដូច្នេះហើយបើតាមអ្នកជំនាញច្បាប់នានាបើទោះបីជាលោកសុំឲ្យនៅក្រៅឃុំក៏ពិបាកនឹងនៅក្រៅឃុំបានដែរហើយក៏មានការបកស្រាយថាតើទង្វើបែបនេះជារឿងមួយត្រឹមត្រូវឬទេចំពោះប្រមុខរដ្ឋដទៃទៀតនោះប៉ុន្តែនៅក្នុងក្រសែភ្នែករបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្តីរដ្ឋបាលលោក Joe Biden ក្តីគឺលោក Nicolas Maduro មិនមែនជាប្រធានាធិបតីស្របច្បាប់នោះទេបាទលោកមិនមែនជាប្រធានាធិបតីទេដោយសារតែក្នុងការបោះឆ្នោតកន្លងមកគឺខាងគណៈបកប្រឆាំងទេជាអ្នកឈ្នះឆ្នោតក៏ប៉ុន្តែបើជាគណៈកម្មាធិការរៀបចំការបោះឆ្នោតនោះមិនបានបង្ហាញឯកសារមិនបានបង្ហាញលទ្ធផលអ្វីទាំងអស់សប្តាហ៍ប្រកាសថាលោក Maduro ជាអ្នកឈ្នះឆ្នោតក្នុងគណៈពេលដែលគណៈបកប្រឆាំងបានបង្ហាញអំពីលទ្ធផលឆ្នោតនៅតាមមណ្ឌលភាគច្រើនតែម្ដងភាគច្រើនជាង 90% គឺបង្ហាញថាគណៈបកប្រឆាំងឈ្នះដោយសម្លេងលើសទៅដល់ 40% លើសបាទនាំមុខលោក Maduro នោះក៏ប៉ុន្តែបែរជាមិនបានកាន់អំណាចទៅវិញហើយឥឡូវនេះគឺលោកពិបាកបើតាមអ្នកច្បាប់ថាលោកពិបាកនឹងអះអាងសិទ្ធិថាលោកជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាណាពីព្រោះអីនៅក្នុងតុលាការរបស់សហរដ្ឋអាមេរិកគឺចៅក្រមក៏ប្រហែលជានឹងមិនទទួលស្គាល់ទូនាទីរបស់លោកដែរពីព្រោះរដ្ឋបាលរបស់លោក Trump តាំងពីដើមមកគឺមិនដែលចាត់ទុកថាលោក Maduro ជាប្រធានាធិបតីទេបែរជាចាត់ទុកលោក Maduro ថាជាឈ្មួញថ្នាំញៀនមេដឹកនាំក្រុមថ្នាំញៀនដែលកំពុងរត់គេចពីសំណាញ់ច្បាប់របស់សហរដ្ឋអាមេរិកហើយត្រូវបានសហរដ្ឋអាមេរិកដាក់រង្វាន់ចំពោះការដែលឈានទៅដល់ព័ត៌មាននិងការសហការឈានទៅដល់ចាប់ខ្លួនលោក Maduro ទៀតផងបាទហើយនេះគឺជាការវិវត្តនៅក្នុងសហរដ្ឋអាមេរិកដែលឡែកនៅក្នុងប្រទេសវេណេស៊ុយអេឡាវិញគឺមានការវិវត្តមួយផងដែរគឺអ្នកស្រីអនុប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាគឺលោកស្រី Delcy Rodriguez ត្រូវបានគេស្បត់ឲ្យកាន់ចូលកាន់តំណែងដោយបងប្រុសរបស់លោកស្រីតែម្ដងដែលជាប្រធានរដ្ឋសភាដើម្បីបង្ហាញថាវេណេស៊ុយអេឡាគឺមិនស្ថិតនៅក្រោមការគ្រប់គ្រងឬក៏ការដាក់ឥទ្ធិពលពីសហរដ្ឋអាមេរិកនោះទេដោយសារតែកាលពីសន្និសីទសារព័ត៌មានលោកប្រធានាធិបតី Donald Trump បាននិយាយថាគឺឥឡូវនេះសហរដ្ឋអាមេរិកនឹងរៀបចំដំណើរការប្រទេសវេណេស៊ុយអេឡាជាបណ្ដោះអាសន្នសិនបាទក៏ប៉ុន្តែការថ្លែងបែបនេះត្រូវបានមតិនានាទាំងនៅសហរដ្ឋអាមេរិកបាទទាំងនៅប្រទេសវេណេស៊ុយអេឡានិងពិភពលោករិះគន់សហរដ្ឋអាមេរិកថាគោលដៅសំខាន់របស់
លោក Trump ក្នុងការចាប់លោក Nicolas Maduro គឺមិនមែនជាធម្មយានដោយអ្វីដែលលោកបានថ្លែងនោះទេគឺជារឿងទៅយកប្រេងរបស់ Venezuela ដូច្នេះហើយគឺខាង Venezuela ក៏ចង់បង្ហាញថាពួកគេឯករាជ្យផងដែរមិនរងការគៀបសង្កត់ពីខាងសហរដ្ឋអាមេរិកនោះទេបាទគឺបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាក្រុមសមាជិកសភាដែលមកពីខាងគណៈបកកណ្ដាលអំណាចរបស់លោក Nicolas នោះគឺដែលក្នុងនោះមានទាំងកូនប្រុសរបស់លោកផងដែរបានចូលរួមនៅក្នុងកម្មវិធីនៅក្នុងរដ្ឋធានី Caracas របស់ប្រទេស Venezuela ហើយគឺមានការរៀបចំស្បត់ឲ្យចូលកាន់តំណែងមកដោយបន្តអាណត្តិរបស់លោក Maduro ដែលនឹងត្រូវចប់រហូតដល់ឆ្នាំ2031លោកស្រី Delcy Rodriguez ដែលដើរតួនាទីជាអនុប្រធានាធិបតីរបស់លោក Maduro នោះបានបញ្ញាថានឹងធ្វើការជាមួយនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅពេលដែលអ្នកស្រីស្បត់ចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នដែលជំហរនេះគឺខុសពីពេលមុនដែលអ្នកស្រីបានទាមទារឲ្យបញ្ជូនលោក Maduro ត្រឡប់មកវិញហើយនឹងចាប់ប្រកាន់សហរដ្ឋអាមេរិកជាច្រើននៅក្នុងសន្ទរកថាដែលអ្នកស្រីបានថ្លែងនោះអ្នកស្រីបាននិយាយថាគឺខ្ញុំចូលមកកាន់តំណែងនេះបាទទៅដោយការសោកស្ដាយនិងឈឺចាប់ដែលបានបង្កមកលើប្រជាពលរដ្ឋរបស់ Venezuela បន្ទាប់ពីមានការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកប្រឆាំងនឹងមាតុភូមិរបស់យើងបាទអញ្ចឹងនេះគឺជាការវិវត្តថ្មីទៀតនៅក្នុងសំណុំរឿងរបស់លោក Nicolas Maduro ហើយនៅក្នុងពេលកន្លងមកគឺលោក Nicolas នឹងក៏ធ្លាប់តែនិយាយផ្កើនដាក់សហរដ្ឋអាមេរិកជាច្រើនផងដែរទូយ៉ាងដូចជាគាត់បានតែនិយាយថាសូមបើអាមេរិកក្លាហានសូមអញ្ជើញមកចាប់គាត់មកចាប់ពេលណាក៏បានហើយបើសិនជាមិនហ៊ានមកទេណែឯងគឺជាមនុស្សកំសាកញីហើយបាទឌីលឲ្យសហរដ្ឋអាមេរិកអញ្ចឹងបាទឥឡូវនេះសហរដ្ឋអាមេរិកបានអញ្ជើញទៅដល់អញ្ជើញគាត់ចេញមកវិញតាមសំណូមពររបស់គាត់ហើយគឺកំពុងតែដាក់ចូលឃុំឃាំងនៅក្នុងពន្ធនាគារមួយនៅក្នុងទីក្រុងញូវយ៉កបាទ